យើងមិនដែលធ្វើឬក៏យើងមិនដែលគិតថាស្ថានភាពនឹងវានឹងកើតឡើងចំពោះប្រជាពលរដ្ឋយើងដល់កម្រិតនេះទេហើយគាត់អត់ចង់បានទេកុំថាទៅធ្វើផ្ទះអំណោយប្រមាណម៉ែត្រ4ជ្រុងហ្នឹងគាត់អត់ដែលចង់បានទេគាត់ចង់បានតែអ្វីដែលជាទ្រព្យសម្បត្តិរបស់គាត់ដែលគាត់ធ្លាប់រស់នៅគាត់ចង់បានមុខរបរគាត់ចង់បានសាលារៀនគាត់ចង់បានផ្លូវគមនាគមន៍ឬក៏ជីវិតនៃការរស់នៅសុខដុមរមនាជាមួយក្រុមគ្រួសាររបស់ពួកគាត់នៅកន្លែងដែលគាត់ធ្លាប់រស់នៅដែលសង្គ្រាមហ្នឹងវាអត់ត្រូវកើតតាំងពីថ្ងៃដំបូងហ្នឹងហ្នឹងវាអត់ត្រូវកើតតាំងពីថ្ងៃដំបូងហ្នឹងគាត់អត់មានចង់បានអំណោយអ្នកណាបងប្អូនធ្វើបរិច្ចាគ10 20 100ឬក៏អង្គមកក្រុង2ក្រុងគាត់អត់ដែលទៀមទីអាហ្នឹងឯងគាត់ចង់បានសេចក្តីសុខគាត់ចង់បានសន្តិភាពពិតប្រាកដមួយដែលគ្មានអ្នកណាទៅយាយីទៅបាញ់ផ្លោងរហូតដល់បែកបាក់ឆេះផ្ទះសម្បែងរបស់គាត់អត់ដែលចង់បានអាហ្នឹងទេអាហ្នឹងទស្សនៈរបស់ខ្ញុំណាបងរឿងធ្វើជំរំរឿងអីហ្នឹងណាវាគឺជាការទទួលខុសត្រូវសំណងពេញកម្លាំងដែលគាត់បាត់បង់ទាំងប្រមាណទាំងពេលវេលាទាំងមុខរបររបបក្រុងភ្នំពេញត្រូវតែទទួលខុសត្រូវអាហ្នឹងណាប៉ុន្តែរឿងទាំងអស់ហ្នឹងយើងដឹងថាវាធ្វើអត់បានដល់វាធ្វើអត់បានហ្នឹងហើយបានជាវាคล้ายទៅជាការឈឺចាប់ហើយការឈឺចាប់ទាំងអស់ហ្នឹងសម្រាប់តែបងប្អូនជនភៀសសាសយើងមើលកន្លែងហ្នឹងក៏ប៉ុន្តែសង្គមទាំងមូលណាបងប្អូនយើងត្រូវការផ្លាស់ប្ដូររបបហ្នឹងមិនមែនត្រឹមតែរបបផ្ដាច់ការឬក៏កេងប្រវ័ញ្ចជិះជាន់ដល់ប៉ុណ្្នឹងទេហើយយើងដឹងថាហ៊ុនសែននឹងបន្តបង្កសង្គ្រាមរហូតសង្គ្រាមមួយនេះថ្ងៃនេះកើតឡើងចំពោះអ្នកប្រមាណទីតាំងទាំង40ទីតាំងហ្នឹងណានឹងគឺជាអ្វីដែលហ៊ុនសែនបង្កើតប៉ុន្តែសង្គ្រាមនេះវានឹងកើតរហូតបើសិនជារបបហ៊ុនសែនហ្នឹងនៅកាន់អំណាចពីព្រោះការធ្វើឲ្យបងប្អូនវេទនាការធ្វើឲ្យបងប្អូនជួបនឹងការលំបាកការធ្វើឲ្យបងប្អូនគ្រោះថ្នាក់ធ្វើឲ្យបងប្អូនក្រីក្រគឺជាវិធីដើម្បីគេធ្វើឲ្យសង្គមយើងទន់ខ្សោយសម្រាប់គេចែកអំណោយនឹងគ្រប់គ្រងតែប៉ុណ្្នឹងឯងហើយហ៊ុនសែនអត់មានចេះវិធីណា40ឆ្នាំហើយប្រទេសជប៉ុនណាគេកសាងប្រទេសគេតែ15ឆ្នាំក្រោយពីសង្គ្រាមលោកទេឥឡូវនេះយើង40ឆ្នាំហើយយើងនៅតែវេទនាដដែលហើយនឹងកាន់តែវេទនាទៅរហូតដល់ប្រឈមនឹងបាត់តែសម្បែងបាត់ប្រទេសជាតិទៀតដូច្នេះហ៊ុនសែនអត់មានចេះស្អីក្រៅពីធ្វើឲ្យយើងវេទនាធ្វើសង្គ្រាមហើយឥឡូវនេះបងប្អូនឃើញទេផែនការរបស់គេរៃអង្គាសរកលទ្ធភាពយ៉ាងណាដើម្បីទិញសភាវុធបងប្អូនសិក្សាទៅបន្តិចទៀតគេមានអាគោលនយោបាយកែនទាហានហើយទិញសភាវុធកែនទាហានយកមកធ្វើអីមិនមែនយកមកការពារជាតិទេណាយកមកបង្កសង្គ្រាមដើម្បីឲ្យពួកយើងវេទនារកស៊ីទៅជួបបញ្ហារកស៊ីទៅជួបបញ្ហាគ្មានឱកាសគ្មានទស្សនវិស័យណាដែលឈានទៅរកការរីកចម្រើននិងអភិវឌ្ឍអត់មានទេគឺផែនការធ្វើសង្គ្រាមហើយសង្គ្រាមហ្នឹងបងប្អូនថាគ្រប់សមរភូមិទាំងអស់គឺវរៈយុទ្ធជនហ្នឹងណាវរៈកងកម្លាំងនិងបូជាជីវិតសាច់ស្រស់ស្រាយគ្រប់សមរភូមិនឹងមានអ្នកស្លាប់និយាយខ្លីទៅដូច្នេះសម្រាប់ពួកយើងអត់ចង់ឃើញអតីតភាពសង្គ្រាមនឹងតទៅទៀតទេហើយអតីតភាពសង្គ្រាមដែលវានៅតែកើតហេតុអីពីព្រោះហ៊ុនសែនអត់ចេះស្អីក្រៅពីធ្វើសង្គ្រាមទេពីព្រោះហ៊ុនសែនកើតមកនៅក្នុងធ្លុកឈាមងើបចេញមកកាន់អំណាចពីកំណោឆ្អឹងខ្មោចរបស់ពលរដ្ឋខ្មែរកាន់អាវុធជាប់ដៃដូច្នេះជំនាញរបស់គាត់គឺធ្វើសង្គ្រាម